សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីរបៀបលេងយកកាដូឲ្យបានច្រើនអញ្ចឹងណាបងប្អូនហើយខ្ញុំលេងបាន20ជាងកាដូហើយបងប្អូនខ្ទង់20ហ្នឹងហើយប៉ុណ្្នឹងបងប្អូនបានរាប់ព្រោះខ្ញុំចាប់អត់បានដែរឥឡូវនេះចូលនេះលេងយកកាដូមកចាប់លីចិនកន្លែងនេះណាបងប្អូននេះកន្លែងនេះបងប្អូននេះកន្លែងនេះបងប្អូននេះកាដូនេះលេងឲ្យបានច្រើនខ្ញុំបាន20ជាងហើយបងប្អូនតែគាត់ថាចាប់អត់បានសោះបងប្អូនអើយខ្ជិលដាក់ឲ្យមើលចាប់អត់បានទេ20កាដូជាងហើយរបៀបលេងវាងាយទេបងប្អូនឥឡូវចេញទៅខាងក្រៅវិញដើម្បីចូលទៅមើលពីរបៀបលេងទាំងអស់គ្នាណាបងប្អូនហើយពួកវគ្គនេះអីបងប្អូនលេងយកឲ្យបានគ្រីសទាំងអស់នេះគឺលេងវគ្គអីក៏បានដែរបងប្អូនឲ្យបងប្អូនចូលលេងទៅគេដាក់ឲ្យលេងយកកាក់លេងយកអីផ្សេងហ្នឹងបងប្អូនចូលលេងទៅនឹងទទួលបានកាដូហើយបងប្អូនលេងងាយទៅបងប្អូនចូលទៅលេងទៅវគ្គហ្នឹងគឺបានហើយលេងវគ្គណាក៏បានដែរបងប្អូនណាហើយនេះវគ្គហ្នឹងហើយយើងបន្ទាប់ពីវគ្គហ្នឹងលេងហើយបងប្អូនលេងអ៊ីវិននេះក៏បានដែរនៅកន្លែងហ្នឹងហើយខ្ញុំថាបន្ទាប់ពីទី2នេះកន្លោនទី2នេះមានកាដូនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូននេះកន្លោនទី2នេះបងប្អូនចុចចូលមើលរបៀបលេងវាបងប្អូនស្រួលងាយដែរទេបងប្អូនអត់មានបាក់អីទេលេងវគ្គណាក៏វាបានដែរតើថាអានេះគេតម្រូវឲ្យយើងសិនអញ្ចឹងណាបងប្អូននេះទី1នេះរបៀបលេងវាលើ eFootball League អញ្ចឹងណាលេងឲ្យបាន2ដងបងប្អូនណា eFootball League អញ្ចឹងណាបងប្អូនលេងទៅវគ្គណាវាបានដែរហ្នឹងទទួលបានបិជើងហ្នឹងអញ្ចឹងណាបងប្អូនបិជើងហ្នឹងណាហើយទី2នេះបងប្អូនលេងវគ្គរ៉េងក៏បានបងប្អូនបានដាប់អាប់កលាករនេះបងប្អូនវគ្គរ៉េង3ដងបងប្អូនរ៉េង AI ក៏បានរ៉េងអីក៏បានណាបងប្អូនទទួលបានដាប់អាប់កលាករហើយកាក់នេះវិញបងប្អូនលេង2នាក់លេងវគ្គអីក៏បានដែរតែ2នាក់បងប្អូនលេងបានកាក់20បងប្អូន20ភ័ណ្ឌបងប្អូនហ្នឹងហើយកាដូនេះវិញបងប្អូនលេងវគ្គរ៉េងដែរបងប្អូនលេងចំនួនមួយក្តាយទៅបងប្អូននឹងទទួលបានវគ្គរ៉េងក៏បានវគ្គអីក៏បានឲ្យមួយស្មើបងប្អូនហើយលេងលីកនេះវិញបងប្អូនលីក eFootball នេះលេងហៅគ្នា2នាក់បងប្អូនហៅគ្នាលេង3នាក់ក៏បានលេង2នាក់ក៏បានលេងជាមួយគ្នាអញ្ចឹងបងប្អូននឹងទទួលបានអានឹងលេងតែមួយក្តាយនឹងទទួលបានហ្នឹងបងប្អូនហើយទី3នេះវិញបងប្អូនលេងវគ្គ AI បងប្អូនលេងវគ្គ AI នឹងទទួលបានកាដូនឹងមួយទៀតបងប្អូនហើយការលេងវាងាយទេបងប្អូនលេងតាមខ្ញុំនឹងទៅនឹងទទួលបានហើយបងប្អូនហើយកាក់20នេះវិញបងប្អូននិយាយថាលេងលីកអីចឹងបងប្អូនលេងលីកទទួលបានហើយលេង2ដងទទួលបានណាបងប្អូននឹងស្រួលទេបងប្អូនលេងវគ្គណាក៏បានដែរបងប្អូនអាហ្នឹងឆាប់គ្រាឲ្យបងប្អូនហើយទីនេះជា10 boost នេះបងប្អូនលេងវគ្គ AI ដែរបងប្អូនលេងវគ្គ AI មួយដៃនឹងទទួលបានហើយអានេះវិញបងប្អូនលេងវគ្គ AI ដែរបងប្អូនចំនួន2ដៃនឹងទទួលបានបងប្អូនទទួលបាន30បងប្អូនហើយស្រួលងាយទៅបងប្អូនការលេងមានតែប៉ុណ្្នឹងហើយយើងបើឃើញកាដូយើងចុចយកកាដូហ្នឹងណាបងប្អូននឹងទទួលបានហើយការលេងងាយទៅបងប្អូនមើលតាមហ្នឹងទៅហើយនិយាយថាការលេងឲ្យតែមានគ្រីសអញ្ចឹងលេងអស់ហើយបងប្អូនឲ្យតែមានគ្រីសអញ្ចឹងមានន័យថាយើងលេងបានអស់អញ្ចឹងណាបងប្អូនហើយឥឡូវយើងមើលខាងមុខទៀតនេះខាងមុខនេះជាប់សោបងប្អូនបើចាំឆ្ងល់ថាលេងអស់ហើយខាងមុខលេងមិនក៏បានទៀតអាហ្នឹងមានន័យថាជាប់សោនេះតថ្ងៃទី3ខែ8បងប្អូនថ្ងៃទី3ហ្នឹងបានយើងគេបាក់សោឲ្យលេងអញ្ចឹងណាប្រអប់ពីខាងក្រោយហ្នឹងបងប្អូនថ្ងៃ3ខែ8គេនឹងបាក់សោឲ្យលេងអញ្ចឹងបងប្អូនបើចាំឆ្ងល់ថាហេតុអីបានគេបាក់សោឲ្យអញ្ចឹងណាបងប្អូនពីហ្នឹងអញ្ចឹងណាពីហ្នឹងថ្ងៃ3ខែ8បានគេបាក់ឲ្យបងប្អូនណាថ្ងៃទី3ចាំដល់ថ្ងៃទី3គេបាក់ឲ្យបងប្អូនអាហ្នឹងបើចាំឆ្ងល់ទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូន